ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំទៅតាមសំណុំពររបស់បងប្រុសដែលគាត់ថាចាប់អត់បាននៅខាងក្រោមផ្នែកវាបន្តផាត់បត់បញ្ជាយើងណាគាត់ថាចាប់អត់បាននៅផ្នែកខាងក្រោមមានន័យថាមកផ្នែកមកនេះម្នាក់មកដល់មកខ្ទង់ក្រោមនឹងឯងក្នុងវីដេអូមុនហ្នឹងដោយសារតែថតទៅវារៀងដាច់នឹងអីខ្លះចឹងណាដល់ពេលចឹងវាអាចនឹងគាត់ចាប់អត់បានមែនណាដល់អញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំធ្វើមួយរហូតណារំលឹកទី1ទី2យើងបន្តបន្តិចទៀតវគ្គកន្លែងដែលយើងត្រូវច្រៀងតើយើងលេងយ៉ាងម៉េចកុំឲ្យវាជាប់គ្នាស្រាប់ទៅវាអាចថាជាផ្លូវការណាបាទតោះឥឡូវយើងមកនេះទាំងអស់គ្នាមកលេងទាំងអស់គ្នាបាទអញ្ចឹងដំបូងនេះកន្លែងនេះគាត់ចាប់បានណាបាទស្រ័យពូតែវាយឺតពេកយើងក៏បាក់ធ្វើណាហ្នឹងគេណាតោះមកណែកន្លែងនេះចាំបាយណាតោះមកស្រ័យមកក្រោកមកលើវិញតែប៉ុណ្ណឹងណាមុនកន្លែងដើរវិញដល់ពេលយើងយឺតទៅវារៀងអត់សូវត្រូវចង្វាក់អីទេប៉ុន្តែគាត់ថាបងប្អូនធ្វើតាមអញ្ចឹងទៅបានហើយណាយើងបបែកតាមសូរស័ព្ទវាទៅយើងមិនមែនថាគ្រូបរិញ្ញាបត្រប្រហែលយើងធ្វើទាំងអស់នោះទេយើងចេះបន្ថែមថយខ្លួនយើងខ្លះទៅវាល្អហើយបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺអញ្ចឹងប៉ុន្តែខ្ញុំសូមបន្ថែមទៀតពួកបងម្នាក់ទៀតគាត់ខមមិននៅក្រោមវីដេអូដែរគាត់ចង់សូមឲ្យលេងមួយវគ្គកន្លែងដែលយើងច្រៀងបាទមិញអាកន្លែងមិញគឺជូនទៅបងប្រុសគាត់ថាចាប់បានអត់ចាប់បានអាវគ្គខាងក្រោមអញ្ចឹងមួយទៀតគឺបងប្រុសគាត់មួយទៀតគាត់សំណុំពរឲ្យធ្វើមួយវគ្គកន្លែងដែលច្រៀងបាទអញ្ចឹងវគ្គកន្លែងដែលច្រៀងនោះគឺសម្រាប់ខ្ញុំអត់លេងអីច្រើនទេទី1តែប៉ុណ្ណឹងណាមួយទៀតហើយមួយទៀតយើងអាចអញ្ចេះដល់ពេលយើងលេងញាប់ទៅអាកន្លែងហ្នឹងយើងធ្វើអត់ទាន់ណាដល់ពេលយើងច្រៀងវគ្គលេងញាប់ទៅយើងគឺអត់ធ្វើអញ្ចឹងអត់បានទេអាហ្នឹងបានតែយើងច្រៀងមួយទេដល់ពេលយើងញាប់គឺគេជ្រុំអញ្ចេះណាមួយណាទី1ទី2បើសិននៅញាប់ពេកបងប្អូនអាច comment ក្រោមវីដេអូទៀតខ្ញុំនឹងធ្វើឲ្យយឺតជាងនឹងទៀតណាជំរឿបងប្អូនគាត់ធ្វើតតែបងប្អូនរៀនឲ្យចេះណាមិនណាមកអាចធ្វើបានអាហ្នឹងបានមិនពីរបៀបណា vừa không ca lên chụp bây giờ ọt lên play đài thì play đài thìអ្នកស្ដាប់ទៅគេអាចនឹងសាំហើយ play មួយទៀតហ្នឹងគឺ
លោកតាប្រថាប់ដៃគាត់សារលេងណាគឺនឹងប្រហែលគាត់ចូលចិត្តលេងអញ្ចឹងណាអូខេមួយទៀតណែម្ដងទៀតអានេះកន្លែងនេះគឺវគ្គដែលយើងលេងញាប់លេងឈុតឆាក់វៃយៈកាប់ចាក់អីគឺលេងអញ្ចឹងហ៎គាត់លេងតែប៉ុណ្្នឹងហ៎ប៉ុន្តែស្ដាប់ទៅណែនណងដណ្ដំគាត់ឆ្លាស់គ្នាមួយណាទៀតបាទឃើញទេអញ្ចឹងមានន័យថាយើងវគ្គកាប់ចាក់អីគឺលេងអញ្ចឹងដល់ពេលយើងវគ្គដកដង្ហើមមានន័យថាយើងត្រូវការដកដង្ហើមអីខ្លះដើម្បីឬក៏យើងភ្លេចជួនយើងត្រូវរោជួនឬអីគឺគេគាត់លេងមកនេះមែនម្ដងទៀតអធិស្ឋានវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងហើយបើសិនតែមិនទាន់កន្លែងណាបងប្អូនអាច comment មកទៀតណាអាច comment មកទៀតខ្ញុំនឹងធ្វើវីដេអូបត់ផាត់ជាដដែលតតែបងប្អូនអាចលេងបានប៉ុន្តែក្នុងបត់ផាត់ជាតែមួយទេហើយនឹងមានបត់សំពងនឹងមានបត់សំពៅឃ្លោងនគររាជបត់បំពេបន្តទៀតនឹងសម្រាប់បងប្អូនដែលគាត់បានចុចជាវឬក៏ subscribe channel របស់ខ្ញុំបាទអញ្ចឹងសូមអរគុណហើយសូមគោរពលា